បងប្អូនទីរមើលថាកស៊ូនេះនៅស្ថិតនៅខេត្តណាហើយនៅស្រុកណានៅភូមិណាបាទហើយផ្លូវនេះគឺផ្លូវចូលភូមិបាទអញ្ចឹងបងប្អូនមើលតើផ្លូវនេះទៅណាបាទគឺមើលទៅស្អាតមែនតើមើលយើងជិះតាមផ្លូវកស៊ូដែលគេដាំណាហ្នឹងហើយអញ្ចឹងមើលមានអារម្មណ៍ថាត្រជាក់ស្រឹបមកបងប្អូនបាទទោះបីហត់ប៉ុណ្ណាក៏ដោយប៉ុន្តែយើងបានសប្បាយភ្នែកដោយសារយើងបានមើលទស្សនវិជ្ជាក្នុងចំការកៅស៊ូរបស់គេបាទសប្បាយភ្នែកមែនតើពួកផ្លូវនេះស្ងាត់មែនតើបងប្អូនជិះយូរម៉ូតូម្ដងយូរមួយគូបាទហើយមួយទៀតយ៉ាងនេះគឺជាមើលថាស្អាតមែនតើបងប្អូនអារម្មណ៍ស្រស់ថ្លាមែនតើនៅពេលដែលយើងបាននៅជាមួយធម្មជាតិក្រោមដើមកៅស៊ូនេះ